សួស្តីអតិថិជន Campbell Computer ទាំងអស់គ្នាហ្នឹងហើយហើយនេះគឺជាសកម្មភាពផ្លាស់ប្ដូរថ្ម Dell Latitude E740 ហើយនេះគឺជាថ្មថ្មីបងប្អូននេះឥឡូវកំពុងចាប់តាមផ្លាស់ប្ដូរហើយនៅពេលដែលយើងផ្លាស់ប្ដូរយើងត្រូវទៅ check មើលថ្មថាតើថ្មនោះវាមានសុខភាពវាមិនដែរអញ្ចឹងណាយើង check ហើយយើង check FP សម្រាប់ Dell ណាតែហើយយើងចូលទៅកន្លែង information ពាក់ព័ន្ធជាមួយនឹង battery ហ្នឹងណាឥឡូវខ្ញុំ zoom មកបន្តិចហ្នឹងឃើញអត់កន្លែង health គេដាក់ excellent ណាមានន័យថាថ្មហ្នឹងអត់អូខេអត់អីទេហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនទាំងអស់គ្នាមានបញ្ហាពាក់ព័ន្ធជាមួយនឹង laptop បាក់ជើងត្រចៀកឬក៏បញ្ហា keyboard ថ្មអេក្រង់ដែលថាបាក់បែកអីចឹងឬក៏ខូចចឹងថាខ្ញុំមានការផ្លាស់ប្ដូរអីចឹងណានិយាយទៅគ្រប់សេរីទាំងសេរីចាស់សេរីថ្មីមានការផ្លាស់ប្ដូរទាំងអស់បើសិនជាមានបញ្ហាចង្អល់អីបងប្អូនអាចឆាតមកចូលកាន់ page យើងខ្ញុំមកដើម្បីសួរព័ត៌មានលម្អិតអីអញ្ចឹងណានេះឥឡូវយើងចូល Windows check មើលថ្មឥឡូវថ្មវាចូលបាន 54% ហើយក៏វាឆាចដែរវាសាកដែរអត់មានបញ្ហាថាយើងដូរថ្មវាអត់សាកអីគឺវាសាកហើយឥឡូវហ្នឹងអូខេហើយយើងចាប់ដើមបិទ computer ហើយយើងចាប់ដើមសម្អាត computer សម្រាប់ភ្ញៀវសម្អាតឲ្យស្អាតហ្នឹងហើយឥឡូវកំពុងតែសម្អាតហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលគាំទ្រនៅសេវាកម្ម Campbell Computer យើងខ្ញុំអញ្ចឹងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាអរគុណច្រើន